hơi mình ní đo đằng hàm thông bẩn tách ruột con mà ni rơ o đã lơ rật tê nụ vĩnh ruột tiên rật tê tơ bẩn tỏ nè bongថ្ងៃនេះអ្នកបងត្រូវការទិញអស់ទេអូថ្ងៃនេះមិនត្រូវការទេនេះអើយព្រោះអស់ប្រាំមិនទាន់អស់ផងចាអ្នកបងអ៊ំស្រីថ្ងៃនេះយកអស់ដុតទៀតទេអ៊ំអូថ្ងៃនេះមិនត្រូវការទេនេះអើយព្រោះនំលក់មិនសូវដាច់ផងអញ្ចឹងអស់នេះក៏មិនសូវជាប្រើអីច្រើនដែរចាអ៊ំថ្ងៃនេះមីនីលក់អស់មិនដាច់សោះរីឯមេឃក៏ចិត្តភ្លៀងទៀតរទេះក៏ធ្ងន់មេឃក៏ចិត្តយប់ដូច្នេះគាត់ក៏សម្រេចចិត្តថាត្រឡប់ទៅផ្ទះវិញទាំងដែលមិនបានប្រាក់សូម្បីមួយកាក់ឡើយមីនីដើរបានពាក់កណ្ដាលផ្លូវមេឃក៏ស្រាប់តែភ្លៀងខ្លាំងខុសពីធម្មតាធ្វើឲ្យមីនីពិបាកនឹងអូសរទេះព្រោះតែផ្លូវរអិលខ្លាំងថែមទាំងធ្ងន់ទៀតផងចំណែកនៅផ្ទះឯនេះវិញមុនថាយកធុងមកត្រង់ទឹកដែលហូរស្រក់តាមប្រឡោះដំបូលធ្លុះធ្លាយនៅក្នុងផ្ទះមានសភាពសើមគ្រប់ទីកន្លែងមុនថានាងនឹកបារម្ភចំពោះម្ដាយនិងឪពុកនាងណាស់ព្រោះមិនដឹងថាតើម្ដាយដែលចេញទៅលក់អស់និងឪពុកដែលកំពុងតែចោះទូកលំបាកយ៉ាងណាទៅនាងតូចអង្គុយយំតែម្នាក់ឯងហើយម៉ែតើម៉ែពេលនេះម៉ែចាំមិនទៅហើយពុកនៅពេលពុកចោះទូកហើយភ្លៀងខ្លាំងបែបនេះតើពុកលំបាកទេខ្ញុំបារម្ភពីពុកនិងម៉ែខ្លាំងណាស់នាងតូចកំពុងតែអង្គុយយំក្នុងខ្ទមកំសត់ស្រាប់តែឃើញម្ដាយនាងកំពុងតែទាញរទេះអស់យ៉ាងលំបាកមកដល់ផ្ទះឃើញបែបនេះនាងក៏រត់ទៅជួយម្ដាយម៉ែត្រឡប់មកវិញហើយមែនទេម៉ែមកចាំកូនជួយម៉ែចាំកូនជួយទាញណាម៉ែអូមកធ្វើអីកូនមិនបាច់មកជួយម៉ែទេម៉ែអូសម្នាក់ឯងបានណាមិនអីទេម៉ែចាំកូនជួយម៉ែតោះម៉ែប្រញាប់ឡើងលើផ្ទះទៅម៉ែចាស់កូនម៉ែនេះសំពត់នឹងអាវម៉ែឆាប់ផ្លាស់ទៅណាចាស់កូនឆាប់ផ្លាស់សម្លៀកបំពាក់ដែរទៅណាកូនចាស់ម៉ែបន្ទាប់ពីមីនីនិងមុនថាផ្លាស់សម្លៀកបំពាក់ហើយមុនថាក៏ដួសបាយឲ្យមីនីហូបទាំងពីរអ្នកម្ដាយនិងកូននាំគ្នាហូបបាយអមដោយភ្លើងចង្កៀងផ្លុងក្រោមដំបូលធ្លុះធ្លាយដែលមានដំណក់ទឹកភ្លៀងស្រក់មិនដាច់គ្រាប់ម៉ែទៅផ្សារបាយចាស់កូនម៉ែថ្ងៃនេះមិនក៏អស់នៅសល់ច្រើនម្លេះម៉ែថ្ងៃនេះមិនមានអ្នកទិញអស់ទេកូនម៉ែលក់មិនសូវដាច់សោះឡើយម៉ែហត់ហើយម៉ែឈប់ចេញទៅលក់ទៀតទៅណាម៉ែណាបើម៉ែមិនចេញទៅលក់អស់ទេតើឲ្យម៉ែធ្វើអីវិញទៅកូនយើងគ្មានដើមទុនទុកសម្រាប់រកស៊ីដូចគេទេមានតែរបរលក់អស់នេះហើយណាកូនម៉ែខ្ញុំគិតថាចង់ទៅបេះតកូនឬបន្លែនៅចិត្តនេះយកទៅលក់ក្រែងបានប្រាក់ខ្លះណាម៉ែមិនថាកូននៅក្មេងណាស់ពេលនេះកូនទើបតែអាយុ8ឆ្នាំម៉ែមិនចង់ឲ្យកូនធ្វើការងារលំបាកដូចជាម៉ែទេតែម៉ែពិបាកណាស់ពេលនេះពុកមិននៅទៀតបើខ្ញុំមិនជួយម៉ែទេតើបានអ្នកណាជួយម៉ែទៅមិនអីទេកូនម៉ែតស៊ូបានឆាប់ហូបបាយទៅណាកូនណាចាស់ម៉ែអ្នកទាំងពីរក្រោយហូបបាយរួចរៀបចំកន្លែងដើម្បីសម្រាកប៉ុន្តែនៅក្នុងផ្ទះសើមអស់ទៅហើយមានតែនៅកន្លែងដែលពួកគេហូបបាយប៉ុណ្ណោះដែលមិនមានទឹកភ្លៀងស្រក់ព្រោះមានដំបូលបិទជិតទាំងពីរអ្នកម្ដាយនិងកូនអង្គុយនៅទីនោះរងចាំរាំងភ្លៀងមិនថាកូនជប់ហើយកូនគេលើភ្លើងម៉ែមកកូនមិនអីទេម៉ែសម្រាប់ចុះម៉ែមកពីលក់អស់វិញអស់កម្លាំងណាមិនអីទេកូនគេងលើភ្លើងម៉ែមកបន្តិចទៀតរាំងភ្លៀងចាំម៉ែត្រៀបចំខាងក្នុងឲ្យកូនគេងឲ្យបានស្រួលបួលចាស់ម៉ែកូនស្រីកំសត់ក៏គេងលើភ្លើងម្ដាយមីនីនឹកបារម្ភទៅដល់ប្តីខ្លួនដែលកំពុងតែនៅលើទូកមិនដឹងថាតើពេលនេះយ៉ាងម៉េចទៅហើយទេ
ព្រោះមានភ្លៀងបែបនេះអ្នកនៅលើទូកច្បាស់ជាពិបាកជាមិនខានដូចជាការគិតរបស់មីនីពិតមែនពេលនេះរួមទាំងពូសារីនិងពូសលឿននាំគ្នាបាំងទូកដើម្បីកុំឲ្យទឹកភ្លៀងស្រក់ចូលក្នុងទូកចំណែកឯកម្មករខ្លះទៀតខំបាច់ទឹកចេញពីទូកព្រោះខ្លាចលិចនាំគ្នាបាំងខាណោឲ្យចិត្តទៅកុំឲ្យលិចទូកឲ្យសោះណាបើមិនចឹងទេទំនិញរបស់លោកសេដ្ឋីច្បាស់ជាលិចទៅតាមទឹកជាមិនខានសលឿនឯងមកជួយទាញខាងនេះបន្តិចមកជាប់ហើយឬនៅជាប់ហើយតោះនាំគ្នាទៅខាណោទៅជួយបាច់ទឹកចេញពីទូកផងទៅតោះជួយគ្នាម្ដាយមួយជើងទៅឲ្យលឿនឡើងឲ្យលឿនតិចឡើងភ្លៀងចាប់ផ្ដើមបង្អត់ហើយតាមមើលទៅប្រហែលជាលែងអីហើយគ្នាយើងបាច់ទឹកចេញពីទូករួចហើយនឹងលែងអីហើយហើយយ៉ាងម៉េចហើយសេរីមិនមានអីទេសម្លាញ់ការចុះទូកគឺបែបនេះហើយបានប្រាក់ច្រើនតែបើមានភ្លៀងបែបនេះក៏រៀងបថុយដែរមុននឹងគ្នាសម្រេចចិត្តមកធ្វើការនៅទីនេះគ្នាក៏បានត្រៀមខ្លួនហើយដែរតែពេលនេះគ្នាបារម្ភតែប្រពន្ធនិងកូនគ្នាទេមិនដឹងថាពេលនេះពួកគេយ៉ាងម៉េចទៅហើយទេមិនអីទេទ្រាំតិចទៅមិនយូរទេឯងនឹងបានទៅជួបពួកគេវិញហើយភ្លឺហាញ់តាមិនថាភ្ញាក់ឡើងកូនភ្លឺហើយម៉ែនេះម៉ែយកម៉ែអង្គុយបែបនេះរហូតមែនទេម៉ែចាតែម៉ែមិនអីទេកូនអូយម៉ែយ៉ាងម៉េចនឹងម៉ែឈឺចង្កេះងើបមិនរួចទេកូនម៉ែខ្ញុំជួយគ្រាម៉ែទៅសម្រាប់ម៉ែសម្រាប់នៅទីនេះហើយម៉ែមិនបាច់ចេញទៅរកប្រាក់ទេទុកឲ្យខ្ញុំជាអ្នកចេញទៅរកវិញណាម៉ែណាតាកូនទៅរកអីទៅកូនខ្ញុំនឹងទៅរកបេះតកូនដើម្បីយកទៅលក់នៅឯផ្សារម៉ែសម្រាប់ចុះណាម៉ែណាម៉ែថាកូនកុំទៅអីម៉ែមិនចង់ឲ្យកូនចុះទឹកទេមិនអីទេម៉ែសម្រាប់ចុះខ្ញុំទៅឆាប់មកវិញទេណាម៉ែតកូននៅទីនេះល្អណាស់ខ្ចីច្បាស់ជាលក់ដាច់បានប្រាក់ច្រើនមិនខាន